រៀនអាននិងសូត្រនៅស្វខាតោស្វខាតោភគវតាធម្មោសន្តតិកោអកាલિកោអេហិបាសិកោអោបនយិកោបច្ចតតាំងវេទិតពោវិញ្ញោហេតិស្វាខាតោភគវតាធម្មោបរិយត្តិធម៌គឺព្រះត្រៃបិដកជាធម៌គឺព្រះដ៏មានព្រះភិក្ខទ្រង់ត្រាសម្ដែងហើយដោយល្អធម្មោព្រះនិព្វលោកោត្តរធម៌មាន9ប្រការគឺមគ្គ4ផល4និព្វាន1សន្តតិកោជាធម៌គឺព្រះអរិយបុគ្គលទាំងពួងដឹងពិតឃើញពិតដោយបច្ចវេខណញ្ញាណគឺថានឹងបានដឹងដោយស្ដាប់ដោយជាបុគ្គលដទៃនោះក៏ទេគឺឃើញច្បាស់ដោយខ្លួនឯងអកាલિកោជាធម៌ឲ្យនៅផលមិនរងចាំកាលគឺថាកាលបើព្រះអរិយមគ្គកើតឡើងហើយព្រះអរិយផលក៏កើតក្នុងលំដាប់គ្នាមិនបានយឺនយូរឡើយអេហេបាសិកោជាធម៌គួរដល់អេហេបាសវិធីគឺថាបើព្រះអរិយបុគ្គលដែលបានសម្រេចមគ្គផលហើយក៏គួរនឹងហៅបុគ្គលដទៃឲ្យចូលមកមើលបានអោបនយិកោជាធម៌គឺព្រះអរិយបុគ្គលក៏បីបង្អោនចូលមកទុកក្នុងខ្លួនដោយអំណាចនៃភាវនាបច្ចតាំងវេទិតាពោវិញ្ញោហេជាធម៌គឺអ្នកប្រាជ្ញទាំងឡាយមានអគ្គដតញ្ញូបុគ្គលជាដើមគប្បីដឹងគប្បីឃើញច្បាស់ក្នុងចិត្តនៃខ្លួន